ជាដំបូងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់ដែលបានទស្សនានៅវីដេអូនេះខ្ញុំបាទឈ្មោះព្រហ្មវណ្ណៈជាសមាជិកក្លឹបគណិតវិទ្យាថ្នាក់ទី10នៃវិទ្យាល័យគូព្រេងដោយថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅជំពូកទី2ពហុវិទ្យាដែលនៅក្នុងមេរៀនទី1ពហុវិទ្យាគឺនៅចំណុច 4.3 ដែលជាការដាក់កន្សោមនៅក្រេទី2ជាផគុណកត្តាតាមវិធីបំពេញទ្វេភាគការ៉េដោយជាទូទៅរបស់យើងគឺដើម្បីដាក់កន្សោមនៅក្រេទី2ជាផគុណកត្តាតាមវិធីបំពេញការ៉េទ្វេធាយើងត្រូវធ្វើតាមជំហានខាងក្រោមដោយទី1យើងត្រូវកំណត់មេគុណ BC នៃ x ការ៉េបូក 3x បូក c ដោយទី2យើងត្រូវមើលមេគុណពីមុខ x រួចយកទៅចែកនឹង2ហើយលើកវាជាការ៉េគេបាន b ចែកនឹង2លើកជាការ៉េដោយទី3បូកហើយដកនៅតម្លៃb ចែកនឹង2លើកជាការ៉េដើម្បីឲ្យកន្សោមដើមកុំឲ្យកន្សោមដើមប្រែប្រួលហើយយើងបាន x ការ៉េបូក bx បូក b ចែកនឹង2លើកជាការ៉េដក b ចែកនឹង2លើកជាការ៉េបូកនឹង c ហើយទី4គឺយើងត្រូវប្រើរូបមន្ត a ការ៉េបូក 2ab បូក b ការ៉េដោយស្មើ a បូក b លើកជាការ៉េនោះគេបាន x ការ៉េបូក bx បូក b ចែកនឹង2លើកជាការ៉េយើងស្មើ x បូក b ចែកនឹង2លើកជាការ៉េដោយទី5យើងត្រូវដាក់វាជាចូលរូបមន្តគឺ x បូក b ចែកនឹង2លើកជាការ៉េដក b ចែកនឹង2លើកជាការ៉េដក c ឲ្យចូលរូបមន្ត a ការ៉េដក b ការ៉េដោយយើងចូលមកដល់ឧទាហរណ៍របស់យើងគឺគេឲ្យដាក់កន្សោមនៅក្រេទី2ខាងក្រោមជាផលគុណកត្តាតាមវិធីបំពេញទ្វេធាការ៉េដោយកងគេឲ្យ x ការ៉េដក 4x ដកនឹង5ចឹងសកគេឲ្យ x ការ៉េដក 4x ដក 5ចឹងជាបងឡើយគឺយើងសរសេរយើងត្រូវកំណត់មេគុណ b នឹង c សិនដោយយើងត្រូវមុនដំបូងយើងត្រូវសរសេរ x ការ៉េដក 4x មកសិនរួចហើយយើងត្រូវកំណត់មេគុណដែលនៅពីមុខ x ចឹងមេគុណដែលនៅពីមុខ x គឺលេខ4ចឹងយើងបាន4ចែកនឹង2លើកជាការ៉េដោយយើងធ្វើតាមជាទូទៅរបស់យើងដោយលើកវាជាការ៉េរួចហើយយើងបានដក4ចែកនឹង2លើកជាការ៉េដើម្បីយើងត្រូវសរសេរបែបនេះដើម្បីកុំឲ្យកន្សោមរបស់យើងនឹងប្រែប្រួលរួចហើយដកនឹង5ហើយបន្តមកទៀតយើងបាន x ការ៉េដកចឹងអា 4x កន្លែងហ្នឹងគឺយើងត្រូវសរសេរវាជាទម្រង់ពង្រាយដើម្បីឲ្យចូលរូបមន្ត 2ab រួចហើយ4ចែកនឹង2លើកជាការ៉េយើងចែកមកគឺបាន2ការ៉េបូក2ការ៉េដក2ការ៉េនឹងដក5រួចហើយយើងមើល3តួដំបងរបស់យើងគឺ x ការ៉េ2កត្តា x 2គុណ x គុណនឹង2បូក2ការ៉េគឺយើងគឺចូលរូបមន្ត a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងយើងបានដាក់វាចូលរូបមន្តមកគឺបាន x ដក2លើកជាការ៉េហើយដក4ដក5អញ្ចឹងបន្តមកទៀតយើងគណនាលេខនេះមកអញ្ចឹងយើងបានដក9អញ្ចឹងបន្ទាប់ពីបានដក9ហើយដក9គឺលើកជាការ៉េមកគឺបាន3អញ្ចឹងយើងមើលយើងបាន x ការ៉េ x ដក2លើកជាការ៉េបាន3ដក3ការ៉េអញ្ចឹងយើងមើលកន្សោមរបស់យើងគឺបានប៉ុណ្ណឹងហើយគឺវាចូលរូបមន្តនេះ a ការ៉េដក b ការ៉េស្មើ a ដក b កត្តា a បូក b អញ្ចឹងយើងបាននេះ x ដក2លើកជាការ៉េបានដក3លើកជាការ៉េគឺបាន x ដក2ដក3កត្តា x ដក2បូក3អញ្ចឹងយើងបូកដកមកគឺស្មើ x ដក5កត្តានឹង x បូក1អញ្ចឹងចំណុចរបស់យើងគឺដូចនេះ x ការ៉េដក 4x ដក5គឺស្មើនឹង x ដក5 x ដកកត្តានឹង x បូក1ការបកស្រាយរបស់ខ្ញុំក៏បានឈានមកដល់ជាទីបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលមើលវីដេអូរបស់ខ្ញុំបាទ